ក្រុមអ្នកបច្ចេកទេសកំពុងដំណើរការជួសជុលជញ្ជាំងកំពែងធ្វើពីថ្មបាយក្រៀមរបស់ក្រុងអង្គរធំប្រវែង15ម៉ែត្រនៅផ្នែកខាងត្បូងឈៀងខាងលិចនៃខ្លងទ្វារទន្លេអ៊ុំដែលកំពុងរងការខូចខាតឲ្យប្រសើរឡើងវិញនេះបញ្យងតាមការផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី27ខែមេសាឆ្នាំ2026លោកម៉ៅសុកនីមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានិងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលបានឲ្យដឹងថាជញ្ជាំងថ្មបាយក្រៀមរបស់កំពែងក្រុងអង្គរធំប្រវែង15ម៉ែត្រនៅខាងត្បូងឈៀងខាងលិចនៃខ្លងទ្វារទន្លេអ៊ុំបានទទួលរងការខូចខាតជាយូរមកហើយដោយសារអាយុកាលនៃថ្មនិងកត្តាធម្មជាតិដែលអាចបង្កឲ្យមានហានិភ័យមួយចំនួនដូចជាជញ្ជាំងថ្មបាយក្រៀមបានហែកចេញពីគ្នានិងថ្មមួយចំនួនរលុះធ្លាក់ចំពោះអរចនាសម្ព័ន្ធស្លាបខ្លោងទ្វារទិសខាងលិចក៏មានការខូចខាតច្រើនដែរដោយសារវាត្រេតបិទផ្នែកដំបូលហើយថ្មនៅសល់តិចតួចមានដូចជាថ្មរូបទេពខ្លះៗនិងថ្មខឿននៃខ្លោងទ្វាររីឯកម្មជណ្ដើររងបញ្ហាទឹកហូរច្រោះធ្វើឲ្យជញ្ជាំងផ្នែកខាងក្នុងហែកគ្រាកពីគ្នាហើយបាត់ស្លាកស្នាមរូបរាងកម្មជណ្ដើរនិងធ្លាក់ថ្មភក់មួយចំនួនពីទីតាំងដើមបញ្ហាទាំងនេះគឺទាមទារឲ្យមានការជួយសង្គ្រោះបន្ទាន់លោកម៉ៅសុកនេះឲ្យដឹងថាដំណាក់កាលសំខាន់នៃការជួសជុលកំពែងរបស់ក្រុងអង្គរធំនៅផ្នែកខាងត្បូងឈៀងខាងលិចខ្លងទ្វារទន្លេអ៊ុំជាដំបូងគឺត្រូវចាប់ផ្ដើមពីការសម្អាតបរិវេណការដ្ឋានដាក់ស្លាកសញ្ញាហាមចូលធ្វើរបងការពារដើម្បីសុវត្ថិភាពភ្ញៀវដែលឆ្លងកាត់ខ្លងទ្វារនេះជាមុនសិនបន្ទាប់មកមានការធ្វើកំណាយដើម្បីសិក្សាឲ្យច្បាស់លាស់ពីអរចនាសម្ព័ន្ធគ្រឹះសម្រងប្លង់ចុះបញ្ជីលេខថ្មដែលនៅរាយប៉ាយហើយយកទៅដាក់ទីតាំងដើមចំពោះថ្មណាដែលមិនទាន់ស្គាល់ទីតាំងគឺយកទៅរក្សាទុកមួយកន្លែងដើម្បីឲ្យអ្នកជំនាន់ក្រោយសិក្សាស្រាវជ្រាវបន្តព្រមទាំងរៀបចំទីតាំងដាក់គ្រឿងចក្រនិងធ្វើរោងយាមសម្រាប់ការពារសម្ភារៈនៅទីនេះការជួសជុលកំពែងរបស់ក្រុងអង្គរធំប្រវែង15ម៉ែត្រនៅផ្នែកខាងត្បូងឈៀងខាងលិចខ្លងទ្វារទន្លេអ៊ុំគឺចាប់ផ្ដើមពីដើមខែមេសាឆ្នាំ2026ដោយចំណាយរយៈពេលប្រហែល6ខែទើបអាចបញ្ចប់ការងារជួសជុលនេះគឺក្រុមការងារបានអនុវត្តទៅតាមបច្ចេកទេសដោយមានការទល់ទ្រពេលរើជញ្ជាំងហើយនៅតាមកន្លែងណាដែលមានបញ្ហាហែកគឺត្រូវរឹតកុំឲ្យទឹកហូរច្រោះជាដើមឬស្រទាប់ថ្មជញ្ជាំងបាយក្រៀមណាដែលហែកក្រៀកម្ដងមួយស្រទាប់ហើយត្រូវរៀបឡើងវិញប្រសិនបើគ្រឹះមានបញ្ហាគឺត្រូវជួសជុលទាំងគ្រឹះរួចហើយបន្តជួសជុលជញ្ជាំងឲ្យរត់ត្រង់ជាមួយខ្លោងទ្វារចំណែកកម្មជណ្ដើរថ្មបាយក្រៀមនឹងរៀបចំឡើងវិញដើម្បីជួយទប់ដីកុំឲ្យទឹកភ្លៀងហូរច្រោះកំពែងក្រុងអង្គរធំជាសំណង់បុរាណសម្រាប់ការពាររាជធានីដ៏ស្កឹមស្កៃប្រវែង3គីឡូម៉ែត្រក្នុងមួយជ្រុងកម្ពស់ប្រមាណ8ម៉ែត្រនិងមានគូទឹកព័ទ្ធជុំវិញកសាងឡើងតាំងពីចុងសតវត្សទី12នៃគ្រិស្តសករាជដោយព្រះបាទជ័យវរ្ម័នទី7កំពែងនេះតំណាងឲ្យជញ្ជាំងថ្មការពារផែនដីនិងមានខ្លោងទ្វារចំនួន5ចូលឈ្មោះមករាជធានី